Mà giờ nàyខ្ញុំឃើញទៅលើវិស័យ trading វាមានសក្តានុពលខ្លាំងមែនទែនហើយឃើញបងប្អូនជាច្រើនគឺចាប់អារម្មណ៍ទៅជាមួយនឹងវិស័យ trading ជាមួយនឹងចាប់ផ្ដើមចូលប្រឡូកទៅលើវិស័យ trading ហើយហេតុផលដែលបងប្អូនមានការចាប់អារម្មណ៍ខ្លាំងគឺដោយសារតែនៅក្នុង social media ឥឡូវគឺឱកាសគឺអត់រំលងហ្មងទៅលើវិស័យ trading ឃើញមានការ trade ទៅចំណេញច្រើនងាយស្រួលរកប្រាក់ចំណូលយើងមានដើមទុនតិចតួចក៏អាចចាប់ផ្ដើមដើម្បីបង្កើនចំណូលបានដែរតែកន្លែងនេះវាមិនមែនជារឿងខុសទាស់អីទេបងប្អូនអរគ្នាវិស័យមួយនេះគឺជាវិស័យមួយដែលអាចរកចំណូលបានពិតប្រាកដមែនប៉ុន្តែបើសិនជាបងប្អូនឃើញទៅលើការរកប្រាក់ចំណូលបានដែលងាយស្រួលហើយទៅចាប់ផ្ដើមជាមួយនឹងវិស័យមួយនេះបងប្អូនគួរតែពិចារណាទៅលើរឿងមួយចំនួនសិនដែលជាសារដាស់តឿនទៅកាន់បងប្អូនអរគ្នាជួយការពារហានិភ័យទៅលើបងប្អូនអរគ្នាបងប្អូននៅពេលដែលឃើញនរណាម្នាក់គេ trade ទៅបានចំណេញគេតែងតែបង្ហោះនៅក្នុង social media បងប្អូនត្រូវត្រឡប់ទៅគិតវិញសិនហើយសួរខ្លួនឯងមួយម៉ាត់ថាអញ្ចេះទម្រាំមនុស្សម្នាក់ហ្នឹងអាចរកប្រាក់ចំណេញបានយ៉ាងងាយស្រួលបែបហ្នឹងតែគេឆ្លងកាត់ជាមួយនឹងបទពិសោធន៍ឬក៏គាត់មានបទពិសោធន៍ប្រហែលឆ្នាំមកហើយដែលគាត់ឆ្លងកាត់ហើយត្រូវទៅសួរទៀតតើគេ trade ចំណេញបែបហ្នឹងតែគេធ្លាប់ឆ្លងកាត់ជាមួយនឹងការខាតបង់ឬក៏ទៅលើមេរៀននៃជីវិតអីខ្លះដែរត្រូវទៅគិតបែបហ្នឹងព្រោះបងប្អូនទាំងអស់គ្នាលុយដែលអាចរកបានមកច្រើនឬក៏រកបានមកវាមិនមែនដែលងាយស្រួលខ្លាំងពេកទេវាត្រូវការឆ្លងកាត់ទៅលើបទពិសោធន៍ឆ្លងកាត់ទៅលើមេរៀននៃជីវិតឆ្លងកាត់ទៅលើការខាតបង់ដែលអាចបង្រៀនឲ្យយើងហ្នឹងទើបកែប្រែក្លាយខ្លួនឯងទៅជាអ្នកដែលអាចរកប្រាក់ចំណេញបានព្រោះអីនៅក្នុងវិស័យ trading នេះខ្ញុំបារម្ភមួយបំផុតបារម្ភសម្រាប់មនុស្សដែលគិតងាយគិតងាយគិតងាយហ្នឹងគិតងាយថាវារកលុយបានស្រួលគ្រាន់តែដាក់លុយហើយចាប់ផ្ដើមទៅលើការ trading រៀនទៅលើបច្ចេកទេសតិចតួចអាចរកផលចំណេញបានដែរតែត្រូវចាំថាអ្នកដែលគាត់អាចរកប្រាក់ចំណេញបានជាប់លាប់គឺគាត់ឆ្លងកាត់ទៅលើបទពិសោធន៍ជាច្រើនទាំងការរៀនទៅលើការគ្រប់គ្រងអារម្មណ៍រៀនទៅលើការគ្រប់គ្រង mindset រៀនទៅលើបច្ចេកទេសហើយឆ្លងកាត់សំខាន់បំផុតគឺគេហៅថាបទពិសោធន៍ពិតនៅក្នុងការសាកល្បងជាមួយនឹងទីផ្សារមួយនឹងឯងអញ្ចឹងសរុបឲ្យខ្លីឲ្យងាយសម្រាប់បងប្អូនដែលចង់រៀនហើយចង់ចាប់ផ្ដើមទៅលើវិស័យ trading ជាអាជីពមួយដែលអាចបង្កើនប្រាក់ចំណូលបន្ថែមបានបងប្អូនត្រូវតែធ្វើរឿងមួយជាចាំបាច់គឺទៅរក mentor ឬក៏អ្នកណែនាំណាឬក៏សិក្សាស្រាវជ្រាវឲ្យបានលម្អិតពីទីផ្សារមួយហ្នឹងឲ្យបានថាទីផ្សារហ្នឹងគេរកប្រាក់ចំណេញបែបម៉េចទីផ្សារបែបហ្នឹងយើងគួរត្រៀមខ្លួនបែបម៉េចហើយទីផ្សារមួយហ្នឹងវាមានហានិភ័យបែបម៉េចដើម្បីបង្ការហានិភ័យសម្រាប់បងប្អូនទាំងអស់គ្នាហើយទីផ្សារមួយហ្នឹងគេរៀនបែបម៉េចទៅទើបវាត្រូវទិសដៅនៅពេលដែលយើងសួរទៅលើ mentor ឬក៏សួរអ្នកជំនាញដែលគាត់ធ្លាប់ឆ្លងកាត់មកហើយប្រកបណាស់គាត់ធ្លាប់ឆ្លងកាត់ទៅលើរឿងរ៉ាវជាច្រើនឬក៏ផ្លូវមួយចំនួនដែលជាផ្លូវកលុកកលាក់ឬក៏មានបន្លាយផ្សេងបងប្អូនអាចទៅដើរតាមគាត់ឬក៏អាចជៀសវាងទៅលើទាំងអស់ហ្នឹងបងប្អូនអាចឆាប់អភិវឌ្ឍខ្លួនឯងលឿននិងជៀសវាងទៅលើហានិភ័យផ្សេងអញ្ចឹងបងប្អូនត្រូវតែពិចារណាទៅលើរឿងហ្នឹងឲ្យបានច្បាស់ហើយខ្ញុំផ្ដល់ជាសារដាស់តឿនមួយទៀតមុខរបរឬក៏អាជីវកម្មមួយដែលអាចរកលុយបានស្រួលឃើញថារកលុយបានច្រើនគឺទាមទារទៅលើមនុស្សដែលមាន mindset ខ្ពស់និងជាមនុស្សដែលមានភាពអត់ធ្មត់ហើយគ្រប់គ្រងអារម្មណ៍បានល្អមែនទែនអញ្ចឹងបងប្អូនត្រូវតែរៀបចំចំណុចទាំងអស់ហ្នឹងជួបគ្នាជាមួយនឹងការចែករំលែកទៅលើចំណេះដឹងដែលជាការនិយាយគ្នាលេងជាមួយបងប្អូនទាំងអស់គ្នារបស់ Real Trade